ប្រហពុនលោកមាងម្ដាយកូនអើយនាងស្គមវ័យម្លេះណាម្ដាយស្ដាយអ្នកពេអត់ឧបមាឧបម័យយ៉ាងណាក៏ពុំបានកូនអើយកូនកើត7ថ្ងៃខ្លួនម្ដាយខ្សិនខ្សៃចាំងចោលថានេះទៅកើតត្រៃត្រង់សូពេលមាននិថានទេវលោកលងអីលើម្ដាយដឹងដំណឹងដោយទេវតាប្រំថារុកូនល្អពេកកើតត្រង់ត្រីឆោមឆាយអត់អាស្រូវឥឡូវដេញស្គមអ្វីដល់ម្លឹងម្ដាយមើលទៅអ្នកសពរៀងកាយកូនអើយម្ដាយស្ដាយ
tờ đó lên lùi chân làm nông tê nê và một lên tờ hai giang na tư ao prong đại ơi đành áp họp vì đam nàng thọp miền lũng nơi miền Sài chung tung chăm có vợ miền nơi tâm nê dục tiếng ngày nà mình xăm bao cồn mong xanh say nông prây nàng na prong na cô năng tác say nông prang prang sát prang bay đại na con ơi công năng hình ta chẳng nè slong ong sang ong tư hai nè khơi mà đại tình prong mắt đại ơi cồn ơi đánh lời mình cho cha mà đại mộc chụp mộc con pe say
អ្វីមិនស្ដីនឹងមេត្តាកូនអើយក្រោកឡើងណាប្រុងណាកំនៅនន្ត្រីណាកូនអើយនាកាលសម្ដេចព្រះសាស្តាឬព្រះវាចាមេត្តាហើយស្ដេចប្រែព្រះអង្គពុំលងឡើយទ្រង់ឆ្លើយតបទៅដូច្នេះថាបបិទ្ធព្រះមេមានគុណធ្ងន់លើសលន់អត់បីនឹងឧបមាទូបង្គំសូមគាត់ណែព្រះមេត្តាកុំសោយសោកកាយណាម្ចាស់អើយទូបង្គំមិនស្លាប់ទេម្ចាស់ថ្លៃអ្វីបើរ៉ាំរៃយ៉ាងនេះហើយហេតុនេះនាងសូមស្រាំងទុកស្បោយចាំងអើយសូមវលេទៅទេវលោកអើយនៃទេប្រវត្តិព្រះសាស្តាទុក្ករៈកិរិយាច្រើនប្រយោគរឿងមហាមាយេច្រើនសោយសោកមកដល់បុត្រណែរនពេស័យរឿងនេះអ្នកតែងបានស្រង់យកចេញមកអំពីព្រះបាលីព្រមទាំងសំស្ក្រឹតសពសេចក្តីសម្បរងប្រងស្រី
បញ្ចប់សេចក្តីខ្លីប៉ុណ្ណោះជប់ស្លេះបងអង្គរឿងនិទានសម្បរងអ្នកស្ដាប់ទាំងប៉ុន្មានសូមបានអានិសង្ឃច្រើនណាស់